ជំរាបសួរនាងខ្ញុំជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារបានថ្ងៃមុនមានក្មេងស្រីម្នាក់គាត់អាយុ10ឆ្នាំគាត់មក clinic របស់ខ្ញុំគាត់ត្អូញត្អែពីអាការៈតឹងទ្រូងនិងពិបាកដកដង្ហើមពេលពិនិត្យជាក់ស្ដែងខ្ញុំឃើញថាដង្ហើមគាត់ដកដង្ហើមញាប់ដៃរបស់គាត់ញ័រហើយគាត់ពោពេញទៅដោយទឹកភ្នែកពេលដែលស្ដាប់បេះដូងស្ដាប់សួតធម្មតាចាប់អុកស៊ីហ្សែនរបស់គាត់ធម្មតាខ្ញុំបានសួរប្រវត្តិរបស់គាត់តើគាត់ឈឺប្រហែលថ្ងៃហើយគាត់មានសញ្ញាអ្វីទៀតរួមផ្សំជាមួយដែរឬក៏អត់ដូចជាក្តៅខ្លួនក្អកហៀសបោមានតែអត់គឺអត់ទាំងអស់ហើយអាការៈគាត់ហ្នឹងគឺគាត់ទៅតែចាប់ដើមកើតឡើងភ្លាមតែម្ដងគាត់ប្រាប់ថាគាត់ភ័យខ្លាចស្លាប់ពីព្រោះគាត់ឥឡូវហ្នឹងគឺគាត់កំពុងតែពិបាកដកដង្ហើមខ្លាំងណាស់រោគសញ្ញារបស់គាត់ហ្នឹងពីអង់គ្លេសគឺគេហៅថា hyperventilation syndrome គឺជាស្ថានភាពដែលមនុស្សម្នាក់ដកដង្ហើមលឿនហើយនឹងជ្រៅជាងធម្មតាជាញឹកញាប់តែវាមិនមែនបណ្ដាលមកពីបញ្ហាសួតមិនមែនមកពីបញ្ហាបេះដូងទេជាទូទៅគឺវាពាក់ព័ន្ធជាមួយនឹង stress ជាមួយនឹងការថប់អារម្មណ៍ឬក៏ panic attack នៅពេលដែលគាត់ដកដង្ហើមលឿនខ្លាំងធ្វើឲ្យកម្រិតកាបូនឌីអុកសាយនៅក្នុងឈាមធ្លាក់ចុះពេលដែលឌីអុកសាយធ្លាក់ចុះខ្លាំងវាធ្វើឲ្យសរសៃឈាមរួមតូចជាពិសេសគឺសរសៃឈាមទៅខួរក្បាលវាអាចធ្វើឲ្យមានជារោគសញ្ញាដូចជាវិលមុខឬក៏ស្វាំងភ្នែកមានអារម្មណ៍ដកដង្ហើមមិនអស់មានអារម្មណ៍ថាថប់ខ្វះខ្យល់ចុកឬមួយក៏តឹងទ្រូងបេះដូងដើរលឿនស្ពឹកដៃស្ពឹកជើងឬក៏ស្ពឹកបូមាត់មនុស្សភាគច្រើនគឺមិនដឹងថាខ្លួនកំពុងតែដកដង្ហើមខុសធម្មតាទេពួកគាត់មានអារម្មណ៍ថាដកដង្ហើមមិនគ្រប់អញ្ចឹងហើយព្យាយាមដកកាន់តែជ្រៅថែមទៀតធ្វើឲ្យរោគសញ្ញាកាន់តែខ្លាំងបន្ថែមទៀតការគ្រប់គ្រងសំខាន់សម្រាប់ hyperventilation syndrome នេះទី1គឺការធានាឲ្យអ្នកជំងឺមានទំនុកចិត្តបន្ទាប់ពីគ្រូពេទ្យបានពិនិត្យហើយត្រូវបដិសេធមូលហេតុមួយចំនួនដែលធ្វើឲ្យមានបញ្ហាថប់អារម្មណ៍នឹងដែរដូចជាបញ្ហាសួតឬមួយក៏បញ្ហាបេះដូងហើយពន្យល់គាត់ថារោគសញ្ញាទាំងអស់ហ្នឹងវាមិនមែនជាជំងឺគ្រោះថ្នាក់ឡើយការយល់ដឹងហ្នឹងគឺវាជួយឲ្យគាត់បន្ថយការភ័យខ្លាចហើយនឹង anxiety បានច្រើនពីព្រោះនៅពេលដែលគាត់មានអារម្មណ៍ថាកាន់តែថប់គឺគាត់ព្យាយាមដកដង្ហើមកាន់តែជ្រៅអញ្ចឹងធ្វើឲ្យរោគសញ្ញារបស់គាត់ហ្នឹងគឺកាន់តែខ្លាំងបន្ថែមទៀតទី2គឺយើងត្រូវប្រាប់ឲ្យគាត់ព្យាយាមបន្ថយល្បឿនដង្ហើមឲ្យគាត់ដកដង្ហើមចូលតាមច្រមុះ3វិនាទីហើយបន្ទាប់មកឲ្យគាត់ទប់ដង្ហើម1ទៅ2វិនាទីទប់សិនហើយបន្ទាប់មកគឺព្យាយាមឲ្យគាត់ដកដង្ហើមយឺតតាមមាត់6វិនាទីបើតាមមេតូតចាស់ពីសម័យមុនគឺអ្នកជំងឺដែលគាត់មានបញ្ហាហ្នឹងគឺគេអាចឲ្យគាត់ដកដង្ហើមនៅក្នុងថង់បិទចែកថង់ហ្នឹងក៏គ្របនៅលើច្រមុះហើយនឹងមាត់ព្រោះពេលដែលមានបញ្ហា hyperventilation ហ្នឹងគឺអាកាបូនឌីអុកសាយនៅក្នុងខ្លួនហ្នឹងគឺថយចុះអញ្ចឹងពេលដែលអ្នកជំងឺដកដង្ហើមនៅក្នុងថង់ហ្នឹងគឺគាត់យកអាកាបូនឌីអុកសាយដែលនៅក្នុងថង់ហ្នឹងគឺប្រើប្រាស់ឡើងវិញដូច្នេះបន្តិចម្ដងកាបូនឌីអុកសាយហ្នឹងនឹងកើនឡើងបន្តិចម្ដងទី3គឺបង្រៀនឲ្យដកដង្ហើមត្រឹមត្រូវវិធីដែលជួយដកដង្ហើមត្រឹមត្រូវហ្នឹងគឺគេប្រើពាក្យថាការដកដង្ហើមដោយប្រើពោះគឺរបៀបអនុវត្តគឺឲ្យអ្នកជំងឺកេងផ្ងាហើយយកដៃមួយដាក់នៅលើទ្រូងដៃមួយដាក់នៅលើពោះបន្ទាប់មកឲ្យគាត់ដកដង្ហើមយឺតតាមច្រមុះហើយឲ្យគាត់ផ្ដោតអារម្មណ៍ទៅលើដង្ហើមហ្នឹងអញ្ចឹងពេលដកដង្ហើមចង់អាដៃដែលនៅលើពោះហ្នឹងខ្ពស់ជាងដៃនៅលើទ្រូងអញ្ចឹងគាត់ដកដង្ហើមចេញយឺតស្ងប់ហើយផ្ដោតអារម្មណ៍ទៅលើអាចរណាដកដង្ហើមហ្នឹងអញ្ចឹងការហាត់បែបហ្នឹងគឺវាជួយធ្វើឲ្យគាត់បន្ថយនៅការដកដង្ហើមលឿនពេកហើយនឹងធ្វើឲ្យកម្រិតកាបូនឌីអុកសាយនៅក្នុងខ្លួនគាត់ត្រឡប់មកធម្មតាវិញទោះបីជាសញ្ញា hyperventilation syndrome ហ្នឹងជាទូទៅភាគច្រើនមិនគ្រោះថ្នាក់ក៏ដោយក៏អ្នកជំងឺអាចទៅជួបគ្រូពេទ្យភ្លាមដែរបើសិនជាគាត់មានករណីចុកទ្រូងខ្លាំងឬក៏មិនបាត់គាត់មានការពិបាកដកដង្ហើមលើសពី30នាទីទោះបីជាគាត់ព្យាយាមធ្វើចលនាដង្ហើមឬមួយក៏ព្យាយាមស្ងប់ហើយក៏ដោយ
គាត់មានការសន្លប់ឬមួយក៏មានរោគសញ្ញាថ្មីខ្លាំងជាងមុនទៀតពីព្រោះរោគសញ្ញាទាំងអស់នេះគឺវាអាចស្រដៀងជាមួយនឹងជំងឺបេះដូងឬជំងឺសួតដែលត្រូវការការព្យាបាលបន្ទាន់